Set បានថ្ងៃ concert CL ងួនច័ន្ទ David សបាយពេកជ្រូកបន្តោងអសរជីខណៈដែលបន្តោងទាំងមូលមានតម្លៃរហូតទៅដល់បងប្អូនជាទីគោរពរាប់អានលោកងួនច័ន្ទ David បានជ្រូកបាត់បន្តោងដែលមានតម្លៃថ្លៃរបស់លោកដែលជាបន្តោងអសរជីនៅពេលកន្លងទៅនេះបង្កឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្រោយពេលដែលរូបលោកចង់ជួបកញ្ញា CL និងបានថតរូបជាមួយនឹង CL ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះក្រោយពេលដែលបានថតរូបប៉ុន្តែលោកបែរជាបាត់បន្តោងខ្សែករបស់លោកដែលជាបន្តោងអសរជីនោះការជ្រូកបាត់បន្តោងខ្សែកនេះធ្វើឲ្យលោកងួនច័ន្ទ David មានការសោកស្ដាយយ៉ាងខ្លាំងជាពិសេសនោះមិនត្រឹមតែសោកស្ដាយទេលោកក៏បានលើកឡើងបែបនេះតែម្ដងថាបងប្អូនប្រកាសជាបានជ្រាបហើយចំពោះលោកងួនច័ន្ទ David ដែលត្រូវបានគេស្គាល់ថាគឺជាតារាចម្រៀងដ៏មានឈ្មោះបោះសម្លេងម្នាក់ដែលទទួលបាននូវការគាំទ្រខ្លាំងនៅមួយរយៈចុងក្រោយនេះតារាចម្រៀងលោកងួនច័ន្ទ David ដែលកំពុងតែទទួលបាននូវការចាប់អារម្មណ៍នៅមួយរយៈចុងក្រោយក្រោយពេលដែលរូបលោកកំពុងតែជោគជ័យខ្លាំងនៅលើវិថីសិល្បៈមិនត្រឹមតែជោគជ័យទេឥឡូវនេះលោកនឹងបែរជាលើកឡើងរឿងរ៉ាវមួយចំនួនដែលស្ទើរតែនឹកស្មានមិនដល់ក្រោយពេលដែលលោកបានជ្រូកបាត់បន្តោងអសរជីរបស់លោកដែលមានតម្លៃថ្លៃដែលមានតម្លៃរហូតដល់$19,900តើបងប្អូនពិតជាជឿដែរឬទេស្របពេលដែលតម្លៃនេះត្រូវបានដាក់ដោយហាងលក់ប្រិយមិត្តមួយចំនួនប្រកាសជាបានដឹងនៅក្នុងថ្ងៃទី26ខែវិច្ឆិកាឆ្នាំ2022កន្លងទៅនេះតារាចម្រៀង K-pop របស់កូរ៉េខាងត្បូងដែលមានឈ្មោះល្បីល្បាញ CL បានចូលមកដល់ប្រទេសកម្ពុជានៅក្នុងកម្មវិធីវឌ្ឍនៈ We All Invest Vocal ពីរាត្រីយប់ថ្ងៃទី26ឡើងក៏ក្រើកដល់អ្នកគាំទ្រកម្ពុជានៅរាត្រីយប់ដ៏អស្ចារ្យក្រោមដំណក់ទឹកភ្លៀងនោះផងដែរក្រៅតែពី CL ក៏មានតារាចម្រៀងល្បីៗនៅក្នុងប្រទេសកម្ពុជាជាច្រើនបានបង្ហាញវត្តមានសម្ដែងជាមួយ CL ដែលមានដូចជា G David មាស សុក សុភានិងពន្លឺ Phety Nico David និងពូឃ្លាំងរ៉ាប៊ីនិងតិចមេងជាដើមនៅយប់ដ៏អស្ចារ្យថ្ងៃនោះគេក៏បានឃើញតារាចម្រៀងងួនច័ន្ទ David បានច្រៀងរាំលោតកញ្ឆេងនិងបង្កបរិយាកាសរីករាយនៅក្នុងរាត្រីនោះតែអ្វីដែលគួរឲ្យសោកស្ដាយក្រោយពេលដែលមានរឿងនេះស្រាប់តែលោកនឹងក៏បានប្រកាសថាលោកសប្បាយពេកបានជ្រូកបន្តោងខ្សែកអសរជីបាននៅសល់តែ David តែប៉ុណ្ណោះជាក់ស្ដែងណាស់បើយោងទៅតាមគណនី Facebook មួយដែលមានឈ្មោះថា My Ditway បានបញ្ជាក់នៅយប់ថ្ងៃទី28ខែវិច្ឆិកាថាបន្តោងខ្សែករបស់បងវិតគឺជ្រូកអសរជីនៅក្នុងថ្ងៃ concert CL រាំលោតកញ្ឆេងខ្លាំងពេកហើយបើមានបងប្អូនណារើបានឲ្យ idol វិញចាំតាក់ទងមកเพจណាគឺនៅក្នុងនោះគឺเพจហាងលក់គ្រឿងអលង្ការសេងចន្ទាเพจសេងចន្ទាដែលបងវិតនឹងថាបើចង់យកទៅលក់នៅហាងសេងចន្ទាបានគួរបញ្ជាក់ផងដែរថាបន្តោងខ្សែកទាំងមូលរបស់តារាចម្រៀងលោកងួនច័ន្ទ David ដែលមានឈ្មោះថា David នោះគឺមានតម្លៃរហូតដល់$19,900ឯណោះនេះបើយោងទៅតាមគេទំព័រ Facebook របស់ឈ្មោះពេជ្រសេងចន្ទាដែលជាកន្លែងដែល G David គាត់ទិញបន្តោងខ្សែករបស់គាត់ដោយចំណុចព័ត៌មាននេះមានប៉ុណ្ណឹងដើម្បីទទួលបាននូវព័ត៌មានថ្មីបន្ថែមទៀតសូម Subscribe និង Like